បាននេះគឺជារបៀបបង្កើត CMD script ដើម្បី run លើ Windows 11 សម្រាប់ clean Windows របស់យើងឲ្យដើរលឿនបានអញ្ចឹងយើងគ្រាន់តែបង្កើត CMD script ហើយយើង right click លើវាហើយ run as administrator ជាការស្រេចបាទអញ្ចឹងដើម្បីបង្កើត CMD script បានយើងចូលមកកាន់ ChatGPT ហើយយើងវាយពាក្យថា create a new បាទ CMD script to clean up Windows 11 ហើយ enter មកបាទអញ្ចឹងវានឹងចាប់ផ្ដើមបង្កើត CMD script ឲ្យយើងហើយយើងគ្រាន់តែ copy script ហ្នឹងបាទយើង copy script ហ្នឹងមកអូខេហើយបន្ទាប់នេះយើងចូលមកកាន់ទីតាំង desktop ហើយយើងចុចពាក្យ create new ហើយយើង right click មក create new ហើយយើងយកពាក្យ text document នេះដើម្បី click លើវាមកបាទហើយយើងផាសវាមកយើងចុច file បាទយើងមើលសិនកន្លែងណាយើងអាចលុបបានដូចជា optional repair នេះមិនបាច់ទេយើងអាចលុបកន្លែង scan ណានេះវាយូរអញ្ចឹងយើងលុបដែរបាទយើងលុបមកអូខេតោះទៀតយើងចុច file save as បាទអញ្ចឹងយើងដាក់ឈ្មោះឯកសារយើងដាក់ថា Windows 11 clean up បាទចុច BAT អញ្ចឹងយើងចុច off file ហើយ save មកបាទហើយបិទអញ្ចឹងយើងអាច process វាបានយើងគ្រាន់តែ right click លើនឹងមកយើងចុចពាក្យថា run as administrator បាទអញ្ចឹងវានឹងចាប់ផ្ដើម process ឲ្យយើងអញ្ចឹងគឺវាទី1វា clean temp folder clean window temporary ហើយ clean prefix clean recent file flash DNS cache window IP configuration ហើយបាទចុងក្រោយនេះគឺ running this clean up អញ្ចឹងវាចាប់ដើម run ឲ្យយើងបាទអញ្ចឹងវារួចរាល់ហើយវិធីនេះគឺយើងអាចបង្កើតលើ desktop ទៅដោយសារពេលខ្លះកុំព្យូទ័រយើងរៀងដើរ slow អញ្ចឹងយើងអាច right click ហើយ run ទៅដើម្បីវាធ្វើឲ្យកុំព្យូទ័រយើងដើរលឿនយើងមិនបាច់ចូលវិធីមុននោះគឺយើងចូលមួយដំណាក់ទៅមួយដំណាក់ដើម្បីធ្វើការឲ្យកុំព្យូទ័រយើងដើរលឿនដូចជាយើង right click ចូល drive C drive អញ្ចឹងវាយូរអញ្ចឹងយើងប្រើវិធីសាស្ត្រនេះគឺលឿនហើយអាចកុំព្យូទ័ររបស់យើងដើរលឿនដែរអញ្ចឹងចុងក្រោយយើងគ្រាន់តែ press any key to continue ទៅវានឹងបិទ screen ហ្នឹងឯងអូខេអរគុណសម្រាប់ការទស្សនាហើយបើសិនជាមានសំណួរអាចសួរខ្ញុំបានអរគុណជំរាបលា